បានឈ្មោះហ៊ឿនឆៃលៀងមកពី SV7 ថ្ងៃហ្នឹង record project file នោះតើតើជាមួយនឹង e-commerce អញ្ចឹងចំណុចដំបូងដែលខ្ញុំត្រូវនិយាយគឺខ្ញុំនិយាយ app.py អញ្ចឹងកន្លែង Telegram bot token នេះខ្ញុំយកចេញពី bot folder ហើយចំណែក Telegram chat ID នេះខ្ញុំយកចេញពី user info bot អញ្ចឹងយើងចូលទៅដល់ browser មួយដែលវាចូលទៅ home.tml ហើយកន្លែងហ្នឹងដែរខ្ញុំទៅចាប់យក file app.py កន្លែងហ្នឹងដែរខ្ញុំចាប់យក data.py មកចូលនៅក្នុង home.html អញ្ចឹងយើងមកចូល flash បណ្ដាហើយ flash បណ្ដាហ្នឹងវាដូចនឹង home.tml ហ្នឹងដែរបន្ទាប់ពីហ្នឹងយើងចូលទៅ slash កាតម្ដងអញ្ចឹងខ្ញុំទៅធ្វើការ set cookie ដោយ cookie ហ្នឹងដែរមានឈ្មោះថា shopping.cart តមកជាដំបូងខ្ញុំមាន cart ID តមកកន្លែងនេះខ្ញុំទៅ loop ចេញពី cookie តមកខ្ញុំទៅ loop space វាបើសិនជា data មួយណាវាមាន space មកបន្ទាប់មកខ្ញុំមាន ID ខោមួយទុកចាប់ data ជា dictionary បន្ទាប់មកកន្លែងនេះខ្ញុំ loop item ID ចេញពី card ID បន្ទាប់មកខ្ញុំមាន card ID ទៅចាប់យកជាមួយនឹង item ID ដោយស្មើ id count.get អញ្ចឹងកន្លែងនេះខ្ញុំចាប់យក item ID 0ឲ្យទៅបូកនឹង1បន្ទាប់មកយើងមាន card list ដោយ store វាទៅជា dictionary object បន្ទាប់មកយើងកន្លែងនេះយើងបាន loop item ID qty ចេញមកពី id count.item បន្ទាប់មកខ្ញុំមាន match underscore item ដោយទៅ query បតាក់ណាដោយវាមាន ID ដូចគ្នាអញ្ចឹងបើសិនជាករណីហ្នឹងវាពិតខ្ញុំមាន card list មួយដោយ append ID title price image category price ហើយទៅនឹងqty មួយដែរហើយ qty ហ្នឹងផងដែរវាមាន dynamic បើសិនតែវាចាប់យកបតាក់ណាដែលមាន ID ដូចគ្នាវានឹងកើតឡើងម្ដងមួយកន្លែងនេះផងដែរគឺជាការគណនាដើម្បីស្វែងរក current total ហើយកន្លែងនេះខ្ញុំនឹង render វាទៅ view ដកកាត .html បន្ទាប់មកខ្ញុំមានកាតមួយដោយស្មើនឹងកាត list ដោយខ្ញុំ append មិនដោយ total ខ្ញុំបានចាប់យក current total មកដែរបន្ទាប់មកខ្ញុំនិយាយតាក់ទងជាមួយនឹង flash បតាក់ឬក៏បតាក់ detail បន្ទាប់មកខ្ញុំមានបតាក់ ID មួយដោយget ដោយមាន data type ជា int បន្ទាប់មកបើសិនជាវាពិតទេវានឹងចេញជាបតាក់ ID is verified បន្ទាប់មកខ្ញុំមានបតាក់មួយដោយ query បតាក់ណាដោយមានបតាក់ ID ដូចគ្នាហើយកន្លែងនេះផងដែរខ្ញុំមានជា easy card មួយដោយខ្ញុំចាប់យក cookie name shopping underscore card បន្ទាប់មកខ្ញុំមាន is adding មួយអញ្ចឹងកន្លែង is setting adding smart request .get add វាបានទៅឆែកមើលដោយ user ហ្នឹងចុចប៊ូតុង add to cart ទៀតអត់អញ្ចឹងខ្ញុំមាន response មួយដោយ render ទៅ template បតាក់ .detail អញ្ចឹងខ្ញុំចាប់យកបតាក់ហ្នឹងមកបង្ហាញអញ្ចឹងបើសិនជា adding true ហើយ easy card true អញ្ចឹងខ្ញុំមាន update card មួយដោយស្មើនឹង easy card ហើយនឹងបតាក់ ID អញ្ចឹងបើសិនជាលក្ខខណ្ឌហ្នឹងពិតទេខ្ញុំមាន update card បតាក់ ID បត់ទៅជា string តមកកន្លែងនេះខ្ញុំមាន response set cookie ដោយខ្ញុំមាន name ជា shopping cart ដោយខ្ញុំយក shopping cart ហ្នឹងដាក់នៅក្នុង cookie បន្ទាប់មកខ្ញុំនឹង return response ហ្នឹងមកបន្ទាប់មកយើងនឹងនិយាយតាក់ទងជាមួយនឹង slash cart ហើយនិង slash add
ឬក៏កន្លែង add to cart អញ្ចឹងយើងចូលទៅនិយាយនៅក្នុងកន្លែង easy cart អញ្ចឹងខ្ញុំមានជា request ដោយចាប់យក cookie ហើយនិង shopping cart អញ្ចឹងបើសិនជា easy cart ហ្នឹង true ខ្ញុំមានupdate cart ឲ្យស្មើនឹង easy cart បតា ID អញ្ចឹងកន្លែងហ្នឹងវាដូចទៅខាងលើមិញទេអញ្ចឹងខ្ញុំសូមនិយាយតទៀតអញ្ចឹងខ្ញុំមាន response មួយដល់ខ្ញុំ redirect ទៅ slash cart អញ្ចឹងកន្លែងហ្នឹងបើសិនជា user ចុច add to cart អញ្ចឹងវានឹងទៅ slash cart បន្ទាប់មកខ្ញុំនឹងទៅចាប់យក cookie